ជាក្រុមយុវជនដែលបានសិក្សាវគ្គខ្លីនៅអង្គការយុវសន្តិភាពនៃគម្រោងអ្នកដឹកនាំសន្តិភាពវ័យក្មេងផលប៉ះពាល់នៃសម្រាមនិងអត្ថប្រយោជន៍នៃការងារស្ម័គ្រចិត្តនេះគឺជាសកម្មភាពទី1ដែលពួកយើងនិយាយពីប្រធានបទផលប៉ះពាល់នៃសម្រាមនិងអត្ថប្រយោជន៍នៃការងារស្ម័គ្រចិត្តដែលក្រុមគោលដៅរបស់ពួកយើងគឺសិស្សថ្នាក់ទី7រហូតដល់ទី11ដែលពួកគាត់បានមកចូលរួមពួកយើងក៏បានឲ្យពួកគាត់ពិភាក្សាក្រុមពីអ្វីដែលពួកគាត់បានរៀនក៏ដូចជារំលឹកឡើងវិញនៅមេរៀនដែលបានបង្រៀននឹងពួកគាត់បានពិភាក្សាគ្នាទៅវិញទៅមកផ្លាស់ប្ដូរគំនិតគ្នានៅពេលដែលពួកគាត់បានពិភាក្សាគ្នាហើយបានធ្វើបទបង្ហាញទៅសមាជិកដទៃទៀតក៏ដូចជាក្រុមដទៃទៀតហើយមានការសួរសំណួរគ្នាទៅវិញទៅមកទៀតផងយើងសង្កេតឃើញថាពួកគាត់បានយល់ច្រើនទាក់ទងទៅនឹងការបង្រៀនមួយនេះហើយបន្ទាប់មកពួកយើងក៏បានឲ្យពួកគាត់លេងហ្គេមហើយចុងបញ្ចប់គឺពួកយើងនាំពួកគាត់ទៅអនុវត្តសកម្មភាពផ្ទាល់ទាក់ទងនឹងការរះសម្រាមឬក៏ទុកដាក់សម្រាមឲ្យបានល្អការត្រៀមខ្លួនចូលសាកលវិទ្យាល័យនេះគឺជាសកម្មភាពទី2ដែលពួកយើងបានធ្វើទាក់ទងទៅនឹងការត្រៀមខ្លួនចូលសាកលវិទ្យាល័យដែលពួកយើងបានពន្យល់ណែនាំពីការត្រៀមខ្លួនក៏ដូចជាការស្គាល់ខ្លួនឯងនិងការកំណត់គោលដៅពួកយើងក៏មានការចែករំលែកទាក់ទងទៅនឹងបទពិសោធន៍នៃការរះសាកលវិទ្យាល័យរបស់ពួកយើងផងដែរហើយបានឲ្យពួកគាត់ធ្វើសកម្មភាពក៏ដូចជាការកំណត់គោលដៅរបស់ពួកយើងបានសួរសំណួរហើយឆ្លើយគ្នាទៅវិញទៅមកនៅពេលដែលបានស្ដាប់ការឆ្លើយសំណួរឬក៏ការសរសេររបស់ពួកគាត់ទាំងអស់ហ្នឹងគឺឃើញថាពួកគាត់បានយល់ដឹងច្រើនទាក់ទងទៅនឹងការត្រៀមខ្លួនចូលសាកលវិទ្យាល័យការស្គាល់ខ្លួនឯងនិងការកំណត់គោលដៅនេះគឺជាសកម្មភាពក្រុមគោលដៅរបស់ពួកយើងនិយាយទាក់ទងទៅនឹងការកំណត់គោលដៅនឹងជួយយើងដូចជាកាត់បន្ថយពេលវេលាជួយពួកយើងអនុវត្តបានជោគជ័យការសម្រេចគោលដៅរបស់ខ្ញុំចង់ប្រឡងបាក់ដប់បាននិទេសអានៅដំបូងខ្ញុំបានចោទសំណួរទៅកាន់កន្លែងថាហេតុអ្វីបានជាខ្ញុំចង់បានប្រឡងបាក់ដប់បាននិទេសអាខ្ញុំគិតថាការប្រឡងបាក់ដប់បាននិទេសអាវាពិតជាសំខាន់ណាស់ព្រោះដោយសារវាអាចខ្ញុំមានអារម្មណ៍សប្បាយចិត្តហើយទៅម៉ាក់ប៉ាខ្ញុំក៏សប្បាយហើយបានអាចទទួលបានអាហារូបករណ៍ពី free និងពីខាងសាលានិងក្រសួងជាដើម